រឿងកិច្ចរន្ទះនិពន្ធដោយឡុងរាវីគូរូបដោយជូជីនិតមេឃងងឹតចិត្តធ្លាក់ភ្លៀងមានកង្កែបមួយលោតលេងខាងក្រៅជាមួយម្រាមព្រះពួកគេកំពុងសប្បាយលេងទឹកភ្លៀងស្រាប់តែចង្រិតមួយស្រែកប្រាប់ណែពួកឯងមិនត្រូវលេងនៅហាលភ្លៀងយ៉ាងដូចនេះទេប្រយ័ត្នរន្ទះណាកង្កែបតបធ្វើប្រងើយមិនអីទេកន្លងមកខ្ញុំមិនដែលជួបបញ្ហានេះឡើយថារួចវាក៏បន្តលោតលេងជាមួយម្រាមព្រះទៀតភ្លាមនោះពន្លឺភ្លេចបន្ទូឆ្វាចលាយនឹងសំឡេងលាន់ខ្លាំងពីក្រៅដីលីសូផាំងកង្កែបស្រែកឡើងរន្ទះបាញ់ម្រាមព្រះក៏ស្រែកជួយផងខ្ញុំខ្លាចណាស់កង្កែបនិងម្រាមព្រះផិតភ័យយ៉ាងខ្លាំងម្រាមព្រះក៏សួរតើយើងធ្វើដូចម្ដេចទើបការពារខ្លួនពីរន្ទះបានកង្កែបក៏នាំម្រាមព្រះរត់ទៅជ្រកក្រោមដើមឈើធំមួយកង្កែបប្រាប់ម្រាមព្រះដើមឈើនេះធំល្មមអាចជួយការពារយើងបានមិនបានប៉ុន្មានផងស្រាប់តែរន្ទះបាញ់មែកឈើធំនោះបាក់លឺសូប្រើកង្កែបនិងម្រាមព្រះកាន់តែភ័យម្រាមព្រះសួរកង្កែបតើទីណាអាចជួយយើងបានកង្កែបឃើញធុងលោហៈនៅក្បែរនោះកង្កែបក៏និយាយដើមឈើធំមិនអាចការពារយើងបានទេតោះយើងចូលទៅក្នុងធុងនោះវិញព្រោះវាតូចល្មមសម្រាប់យើងទាំងពីរវាបំរុងនឹងនាំម្រាមព្រះទៅជ្រកស្រាប់តែលឺសូផាំងរន្ទះបាញ់ធុងលោហៈនោះកង្កែបនិងម្រាមព្រះកាន់តែញ័រខ្លួនចម្ប្រប់ដោយសាររងាផងនិងភ័យផងមួយរំពេចនោះពួកគេបានឃើញរុនមួយលើភ្លឺស្រែក្បែរដំបូកកង្កែបក៏ស្រែកទាំងត្រេកអរតោះយើងទៅជ្រកនៅទីនោះវិញពួកគេក៏ស្ទុះរត់ទៅជ្រកនៅទីនោះពេលជិតដល់មាត់រុនស្រាប់តែពួកគេទាំងពីរជួបពស់មួយមកនៅរាំងផ្លូវល្មមកង្កែបភ័យណាស់មួយរំពេចនោះស្រាប់តែភ្លេចបន្ទូលឆ្វាចកង្កែបសួរម្រាមព្រះយីអូនម្រាមព្រះតើយើងកំពុងនៅឯណាហេតុអ្វីងងឹតឈឹងបែបនេះពេលនោះពួកគេឃើញមានភ្នែកជាច្រើនក្នុងរូងងងឹតនោះកំពុងសម្លឹងមកពួកគេកង្កែបនិងម្រាមព្រះនិយាយព្រមគ្នាសួស្តីខ្ញុំគឺកង្កែបខ្ញុំគឺម្រាមព្រះពួកយើងសូមជ្រកទីនេះដើម្បីគេចពីរន្ទះសត្វដទៃទៀតក៏និយាយឡើងសួស្តីខ្ញុំជាកណ្ដុរខ្ញុំជាបង្គួយខ្ញុំជាថ្លែនម្រាមព្រះសួរកង្កែបទាំងឆ្ងល់បងកង្កែបចុះពស់ទៅណាហើយពស់ក៏ប្រញាប់តបវិញខ្ញុំនៅទីនេះទេតាសត្វទាំងអស់នាំគ្នាស្រែកព្រមគ្នាពស់ជួយផងពស់ក៏ប្រញាប់ប្រកែកទេទាំងអស់គ្នាកុំខ្លាចខ្ញុំអីខ្ញុំសូមជ្រកទីនេះផងពីព្រោះខ្ញុំក៏គេចពីរន្ទះដែរក្រោយពីរាំងភ្លៀងសត្វទាំងអស់ក៏លាគ្នាទៅលំនៅរៀងខ្លួនដោយសុវត្ថិភាពកង្កែបបានផ្ដាំផ្ញើសត្វទាំងអស់ថាពេលភ្លៀងត្រូវប្រយ័ត្ននិងចេះការពារខ្លួនពីរន្ទះ